យើងម៉ូតូស្មាំងលឺដូចបលិចចាប់ចាប់ដល់ពេលឡានធំដាក់ស្មាំងលឺនេះឡានធំស្មាំងលឺហើយនោះជាន់ម្ដងផ្សែងគោលខ្មាច់ពេញនឹងដាក់ម៉ូតូដាក់តាមផ្លូវជីកអាហ្នឹងគេចាប់ទេនេះត្រួតខេត្តតារៀងយើងទៅជាលេខ1ស្មាំងមាន2អាចចេញមកចង្អុយអាចឆ្វេងដៃមួយហើយនៅក្រៅក្នុងមួយទៀតពេលជាន់ឡើងបាផ្ទះដល់ហើយផ្សែងនឹងពូលពេញទាំងអស់មកហៅស្មាំងមកទៀតលេខខេត្តតារៀងមិនឆាវត្រូវចាប់អាហ្នឹងគោស្មាំងធំហើយគេចាប់ហើយគាត់ជាន់ទៅខ្ញុំជាន់តាមពីក្រោយគាត់ទៅតែចង់ថតកម្មភាពដែរទេបងប្អូនយើងតាមទៅខ្ញុំគ្រប់ទៅបានជឿចឹងហ្នឹងបានធំថាដល់បងចរាចរណ៍តាមដានខេត្តពេលឃើញឡានចឹងអីឡានកែច្នៃខុសដល់អីគឺហៅគាត់ណែនាំថាគាត់ណាបងប្អូនយើងនៅក្រៅគាត់ខ្លាំងដល់ឡានបងប្អូនដឹងគាត់ម៉ូតូនៅតែលាត់នោះស្មាំងផ្លូវជាតិលេខ1ទៅដល់ខេត្តណាបងប្អូនហើយឡានកែច្នៃគោស្មាំងឲ្យលឺខ្លាំងហើយហ្នឹងស្មើហ្នឹងបើថាយកអីញ៉ាត់អីបងប្អូនគាត់ទេយកអីក៏មិនទៅកែច្នៃស្មាំងចាប់រោឲ្យស្ដាប់ឲ្យតែស្ដាប់អីទៅដាក់ជាប់ស្មាំងហើយយកមកតុងឡានចឹងអាទឹកឡានធំចឹងឲ្យរោដាក់វាស្ដាប់ដល់មិនអាហ្នឹងវាស្គូតហ្មងដាក់ទៅអាចដាស់ជីអស់ណាហើយនេះបងប្អូនយើងគឺខ្សែនេះគឺពាក់ព័ន្ធនឹងឡានកែច្នៃស្មាំងឡានធំអីគាត់ជិះហើយបងប្អូនយើងមើលទៅពេលគាត់ឡើងបាគាត់ឡើងបាគឺយើងនៅក្នុងឡានណាគឺដឹងថាជាក្នុងណែនពេញជាហើយទៅបងប្អូនយើងដែលគាត់ជិះម៉ូតូចិត្តហ្នឹងគាត់លឺមិនហើយខ្សែកំពូលហ្នឹងទៅវិញនឹងអស់ឡានគេទៅតែមានមុខមានអីគេទុកតាហើយយើងទៅកាត់មុខចេញយើងទៅកែច្នៃចេញឲ្យលឺផ្លេងខ្លាំងប៉ះពាល់អផ្សាយកាន់តែខ្លាំងពីព្រោះកាត់បន្ថយផ្សែងពុលហ្នឹងដើម្បីឲ្យប្រើឡានអគ្គិសនីផងហើយយើងលេងបាក់ដល់ចរាចរណ៍ខេត្តតារៀងបានបានតែខំថាបងប្អូនจะមើលតាមបណ្ដាខេត្តណាបងប្អូនយើងនៅក្នុងតាមខេត្តខំថាទៅពេលចាប់បានពេកក្នុងការខេត្តអីដូចជាអធិការក្រុងអីតាមបណ្ដាខេត្តបាទមើលផងឡើងផងមើលបានអាចមានការណែនាំអស់ព្រោះមិនបានមុខបងប្អូនណាបានខ្ញុំចូលចិត្តឡើងបាទទៅទៀតដែរអញ្ចឹង
ជាតម្រូវមកដល់ស្តុកស្វែងរៀងមើលផ្លូវនេះកំពុងតែរត់លឿនតែដែរអញ្ចឹងខ្ញុំអត់ខ្លះបានចង់ឡើងមកមួយទៅឯប្លានវិញចាំមើលដល់ស្តុកតើគាត់វាបាច់ស្តុកគាត់ជាន់មិនគេឡានបងព្រាវឡានបងព្រាវដែលលេងខ្មាំងលឺនេះដល់ខែដែរពីរូបខែដែរបាទដល់ស្តុកកាយថ្ងៃវែងខ្មាំងគាត់ដាក់លេនមកខាងក្រៅទៅឡាក់លេខយកមកពីកដាល 3A ខ្សែគុត07បងប្អូនស្លាប់ខ្ញុំមកចောက်ឡានបាត់តែធួលងពេកអញ្ចឹងបងប្អូនខេត្តប៉ារីសខ្ញុំនេះគឺឡានបើកកាត់ច្រើនពាន់នឹងអាឡានកូនខ្មាំងលឺមកបាទតែអាឡានតាមយ៉ុងហ្មងតាមយ៉ុងនោះគឺពងខ្មាំងគឺបើកមកអស់ដៃហ្មងហ្នឹងហើយបងប្អូនយើងឥឡូវក៏ខ្ញុំមានតែប៉ុណ្្នឹងទេព្រោះឥឡូវឃើញគាត់បើកដើម្បីតែផ្លូវអញ្ចឹងគាត់ចង់ឡើងវ៉ាទៀតផ្លូវតោកអញ្ចឹងខ្ញុំអាចតាមគាត់ទេអញ្ចឹងខ្ញុំសូមបិទការ live ទៅប៉ុណ្្នេះបានហើយបងប្អូនណាបាទថាសមាជិកតាមដងផ្លូវថាផ្លូវជាតិមួយឬផ្លូវជាតិណាសូមតាបាទជួយទស្សនាការផ្សាយឲ្យបានឃើញចូលបានជួយណែនាំគាត់ផងបាទប៉ះពាល់ដល់បរិស្ថានមែនតើហើយក៏ដូចជាបងប្អូនដែលធ្វើដំណើរជុំវិញលើតាមដងផ្លូវព្រោះផ្លូវនេះមិនមែនផ្លូវគាត់ម្នាក់ឯងទេបាទសូមអរគុណសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្្នេះសិន